បេឡាជាតិសន្តិសុខសង្គមគឺជាប្រតិបត្តិការមួយហើយជាអ្នកដែលទូទាត់ចំណាយជាអ្នកបើកសាច់ប្រាក់ទៅដល់តួអង្គទាំងឡាយដែលផ្ដល់សេវាទៅដល់សមាជិកបសសក៏ប៉ុន្តែមុននឹងបសសធ្វើការទូទាត់ទៅដល់ដៃគូនានាគឺអង្គភាពបញ្ជាក់ចំណាយដែលជាស្ថាប័នឯករាជ្យដាច់មួយទៀតគឺជាអ្នកពិនិត្យទៅលើវិក័យប័ត្រទៅលើប្រព័ន្ធគណនេយ្យថាតើមានសក្ខីភាពសក្ខីប័ណ្ណហើយនឹងប្រតិបត្តិការនេះត្រឹមត្រូវស្របតាមលិខិតបទដ្ឋានតិយុទ្ធដែរឬទេមានការបញ្ជាក់ពីអង្គភាពបញ្ជាក់ចំណាយទើបបេឡាជាតិសន្តិសុខសង្គមអាចទូទាត់នៅមុខចំណាយនេះជូនទៅដល់ដៃគូដែលផ្ដល់សេវាជាពិសេសគឺមូលដ្ឋានសុខាភិបាលនេះតែម្ដងក្រៅពីអង្គភាពបញ្ជាក់ចំណាយដែលជាអ្នកត្រួតពិនិត្យបញ្ជីស្នាមនេះដាច់ដោយឡែកបេឡាជាតិសន្តិសុខសង្គមក៏មានក្រុមប្រឹក្សាពិបាលដាច់ដោយឡែកមួយផ្សេងទៀតដែលខុសពីនាយកបេឡាជាតិសន្តិសុខសង្គមដែលជាប្រតិបត្តិការជាអ្នកដឹកនាំផ្ទាល់បេឡាជាតិសន្តិសុខសង្គមហើយដែលក្រុមប្រឹក្សាពិបាលបេឡាជាតិសន្តិសុខសង្គមនេះគឺជាយន្តការត្រីភាគីដែលយើងមានការប្រជុំគ្នាជាប្រចាំត្រីមាសហើយក៏ពិនិត្យទៅលើដំណើរការពិនិត្យទៅលើនិរន្តរភាពក៏ដូចជាស្ថានភាពហិរញ្ញវត្ថុដែលពាក់ព័ន្ធជាមួយនឹងបេឡាជាតិសន្តិសុខសង្គមផងដែរហើយនៅក្នុងសមាជិកក្រុមប្រឹក្សាពិបាលនេះគឺយើងមានតំណាងក្រសួងស្ថាប័នយើងមានតំណាងកម្មករយោជិតយើងមានតំណាងនយោជកដែលជាអ្នកបង់ភិក្ខទានទៅដល់បេឡាជាតិសន្តិសុខសង្គមដើម្បីពិនិត្យតាមដានផងដែរហើយនៅក្នុងច្បាប់ដែលបានកំណត់គឺបេឡាជាតិសន្តិសុខសង្គមត្រូវរងនៅសវនកម្មឯករាជ្យដោយស្ថាប័នឬមួយក្រុមហ៊ុនឯករាជ្យស្តង់ដារមួយផ្សេងទៀតទៅលើប្រព័ន្ធហិរញ្ញវត្ថុហើយនឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនហើយទៅនេះនៅក្នុងក្រុមប្រឹក្សាពិបាលរបស់បសសគឺក៏មានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលនឹងពិនិត្យទៅលើរាល់ប្រតិបត្តិការចំណាយពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុរាល់មូលនិធិទាំងឡាយដែលមានអធិរាជនៅក្នុងបេឡាជាតិសន្តិសុខសង្គមត្រូវបានពិនិត្យជាការពិតគឺក្រុមប្រឹក្សាបេឡាជាតិសន្តិសុខសង្គមមានគំនិតដូចដើមក៏ប៉ុន្តែត្រូវឆ្លងទៅដល់នាយកសន្តិសុខសង្គមហើយក៏ត្រូវស្របជាមួយនឹងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលក្រុមប្រឹក្សាជាតិគាំពារសង្គមបានកំណត់នេះផងដែរដូច្នេះគឺការចាត់ចែងការប្រើប្រាស់នៅមូលនិធិទាំងឡាយដែលមាននៅក្នុងរបបបេឡាជាតិសន្តិសុខសង្គមគឺមានយន្តការច្បាស់លាស់ហើយធានាបាននូវឯករាជ្យភាពនៅក្នុងការត្រួតពិនិត្យឆ្លងគ្នាទៅវិញទៅមកហើយខ្ញុំបាទក៏ចង់បញ្ជាក់ផងដែរថាក្នុងបេឡាជាតិសន្តិសុខសង្គមបច្ចុប្បន្ននេះគឺយើងមានរបប3ផ្សេងគ្នាគឺរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារឬនិយាយដល់ឡែកគឺរបបគ្រោះថ្នាក់ការងារនិងរបបថែទាំសុខភាពនិងរបបផ្នែកសោធនរបបទាំង3នេះគឺមានមូលនិធិមានកញ្ចប់ថវិកាដែលឡែករបស់ខ្លួនហើយត្រូវពិនិត្យទៅលើនិរន្តរភាពនៅក្នុងកញ្ចប់ដោយឡែកនីមួយៗយើងមិនអាចប្រើប្រាស់របបមូលនិធិនៅក្នុងរបបផ្នែកហានិភ័យការងារយកមកជួយឧបត្ថម្ភធននៅក្នុងផ្នែកថែទាំសុខភាពឬមួយក៏មិនអាចយករបបសន្តិសុខសង្គមផ្នែកសោធនយកមកជួយនៅក្នុងរបបណាមួយទៀតដែលមានអនុភាពនោះទេប៉ុន្តែតាមរយៈការគ្រប់គ្រងដ៏ហ្មត់ចត់ហើយនឹងមានភាពបដិកលាគ្នានេះគឺមកដល់បច្ចុប្បន្ននេះគឺគ្រប់របបសន្តិសុខសង្គមនៅក្រោមច្បាប់បេឡាជាតិសន្តិសុខសង្គមនេះគឺយើងនៅមានអធិរាជហើយមានការគ្រប់គ្រងសាច់ប្រាក់ហើយយើងមិនត្រឹមតែមានប្រព័ន្ធគ្រប់គ្រងដោយផ្ទៃក្នុងកម្ពុជាយើងនោះទេប៉ុន្តែយើងក៏បានជាសមាជិកនៃសមាគមបេឡាជាតិសន្តិសុខសង្គមអន្តរជាតិដែលយើងមាននិយមនៃការប្រើប្រាស់មាននិយមនៅក្នុងការកំណត់ភាគរយដែលជាចំណាយរដ្ឋបាលជាចំណាយប្រតិបត្តិរបស់បេឡាជាតិសន្តិសុខសង្គមផងដែរ